Zelensky សំប្រព័ន្ធការពារអាកាសកូរ៉េខាងត្បូងទប់ទល់រុស្ស៊ីក្រោយកូរ៉េខាងជើងត្រៀមបញ្ជូនទ័ព 50,000 នាក់តាមសំណើពូទីនឧបត្ថម្ភធំដោយខ្ញុំជ្រើសរើស XO 55i+ តែប៉ុណ្ណោះប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាងថាកងទ័ពកូរ៉េខាងជើងរហូតដល់ទៅ 50,000 នាក់បន្ថែមទៀតនឹងត្រូវប្រមូលផ្ដុំនិងបញ្ជូនទៅដាក់ពង្រាយនៅលើទឹកដីរុស្ស៊ីដើម្បីជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែនលោក Zelensky ទទូចសុំការគាំទ្រប្រព័ន្ធការពារដែនអាកាសពីប្រទេសកូរ៉េខាងត្បូងលោក Zelensky បានប្រកាសនៅលើបណ្ដាញសង្គម X កាលពីថ្ងៃអាទិត្យទី 9 ខែសីហាថាការសម្រេចចិត្តរបស់កូរ៉េខាងជើងត្រូវបានធ្វើឡើងរួចរាល់ហើយក្នុងការបញ្ជូនកងទ័ពចាប់ពី 30,000 ទៅ 50,000 នាក់ទៅកាន់ដែនដីនៃសហព័ន្ធរុស្ស៊ីយ៉ាងណាលោកមិនបានទម្លាយលម្អិតអំពីប្រភពព័ត៌មានសម្ងាត់នោះឡើយលោកបានគូបញ្ជាក់ថារដ្ឋធានីគៀវបានរកឃើញសំណល់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើងនៅលើទឹកដីអ៊ុយក្រែនប៉ុន្តែមិនបានបញ្ជាក់អំពីទីតាំងជាក់ស្ដែងនោះឡើយលោក Zelensky បានសង្កត់ធ្ងន់ថាវាច្បាស់ណាស់ថាកូរ៉េខាងជើងនឹងបន្តក្រសោបយកបទពិសោធន៍សង្គ្រាមទំនើបទទួលបច្ចេកវិទ្យានិងអាជ្ញាប័ណ្ណផលិតសព្វាវុធព្រមទាំងទទួលបានឧបករណ៍យោធាគ្រប់ប្រភេទពីរុស្ស៊ីដើម្បីទប់ទល់នឹងរលកនៃការគ្រប់គ្រងរបស់កូរ៉េខាងជើងលើរុស្ស៊ីលោក Zelensky បានលើកឡើងថាអ៊ុយក្រែនចង់បានការគ្រប់គ្រងពីកូរ៉េខាងត្បូងលើវិស័យដែលខ្លួនកំពុងខ្វះខាតយ៉ាងធ្ងន់ធ្ងរគឺប្រព័ន្ធការពារអាកាសលោកបានបន្ថែមថាយើងត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចការលើកិច្ចព្រមព្រៀងដ្រូននិងវិស័យផ្សេងៗទៀតគួររំលឹកថាប្រធានាធិបតីរុស្ស៊ីបរិះខ្លាំងខ្លាឃ្មុំតក Vladimir Putin និងមេដឹកនាំកូរ៉េខាងជើងលោកគីមយ៉ុងអ៊ុនបានចុះហត្ថលេខាលើសន្ធិសញ្ញាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងទស្សនកិច្ចរបស់លោក Putin ទៅកាន់រដ្ឋធានីខ្ជុងយ៉ាងកាលពីខែមិថុនាឆ្នាំ 2024កិច្ចព្រមព្រៀងនោះរួមបញ្ចូលទាំងការគាំទ្រយោធាទៅវិញទៅមកប្រសិនបើភាគីណាមួយរងការឈ្លានពានពីខាងក្រៅរហូតមកដល់ពេលនេះកូរ៉េខាងជើងត្រូវបានគេប៉ាន់ប្រមាណថាបានបញ្ជូនកងទ័ពប្រមាណ 14,000 នាក់ទៅកាន់តំបន់ Kursk កាលពីឆ្នាំ 2024 ដើម្បីជួយរដ្ឋធានីមូស្គូវាយប្រហារលើកងទ័ពអ៊ុយក្រែននាដើមខែសីហាឆ្នាំ 2026 ថ្មីនេះមន្ត្រីស៊ើបការសម្ងាត់យោធាអ៊ុយក្រែនបានប្រាប់ភ្នាក់ងារសារព័ត៌មាន Reuters ថាអង្គភាពមីស៊ីលកូរ៉េខាងជើងបានចាប់ផ្ដើមពង្រាយកម្លាំងនៅភាគខាងលិចប្រទេសរុស្ស៊ីហើយអាចនឹងត្រូវបំពាក់ដោយគ្រាប់មីស៊ីលប៉ាឡេស្ទិកចំនួន120គ្រាប់និងបំពង់បាញ់ចំនួន6គ្រឿងដើម្បីបើកការវាយប្រហារលើអ៊ុយក្រែនកាន់តែខ្លាំងបច្ចុប្បន្នអ៊ុយក្រែនកំពុងប្រឈមមុខនឹងការខ្វះខាតខែលការពារដែនអាកាសកម្រិតធ្ងន់យ៉ាងធ្ងន់ធ្ងរខណៈរុស្ស៊ីបន្តបាញ់ស្រោចគ្រាប់មីស៊ីលប៉ាឡេស្ទិកកាន់តែច្រើនទន្ទឹមនឹងកូរ៉េខាងជើងបានផ្គត់ផ្គង់គ្រាប់កាំភ្លើងធំនិងគ្រាប់កាំភ្លើងត្បាល់រាប់លានគ្រាប់មីស៊ីលប៉ាឡេស្ទិកកាំភ្លើងធំរយៈចម្ងាយឆ្ងាយនិងប្រព័ន្ធបាញ់គ្រាប់រ៉ុកែតយ៉ាងច្រើនសន្ធឹកសន្ធាប់ឲ្យទៅរដ្ឋធានីមូស្គូ